បាទសុំគោរពសុំជម្រាបសួរទៅដល់ពុកម៉ែបងប្អូនបាទថ្ងៃនេះវិលត្រឡប់មកជួបជាមួយនឹងខ្ញុំបាទកុំព្យូទ័រ KX VIP បាទខ្ញុំបាត់មុខមួយរយៈហើយបងប្អូនបានរសារខ្ញុំបាទបញ្ហានឹងសុខភាពអញ្ចឹងក៏សូមអធិស្ឋានក៏សូមអភ័យទោសទៅដល់ពុកម៉ែបងប្អូនក៏ដូចជាមិត្តជាងយើងបាទអញ្ចឹងថ្ងៃនេះខ្ញុំមានបញ្ហាកុំព្យូទ័រនេះខ្ញុំដើម្បីប្រាប់បងប្អូនពីមូលហេតុវាថាវាមានបញ្ហាជាកត្តាអ្វីដែលបណ្ដាលឲ្យវាខូចឬក៏យើងដល់ឆ្នាំសាទៅបាទធ្វើឲ្យភ្លើងលើ adapter ហ្នឹងវាលុតចឹងតើបងប្អូនបាទអញ្ចឹងខ្ញុំអត់ចំណាយពេលវេលាឲ្យបងប្អូនរងចាំយូរទេអញ្ចឹងខ្លៃនេះខ្ញុំសូមកាត់ដើម្បីឲ្យបងប្អូនងាយយល់បាទនឹងរកកលឹះបញ្ហាថ្មីបាទថាមូលហេតុអីមិនយើងដុតជាមួយនឹង connector ទៅលុតអញ្ចឹងតើបងប្អូនបាទអញ្ចឹងកន្លែងនេះខ្ញុំដាក់វីដេអូជា speed រៀងលឿនតិចទៅបងប្អូនបាទព្រោះផ្នែក hardware បាទយើងមិនចាំបាច់ដូចជាចំណាយពេលទៅលើការពេលវេលាដែលយើងរើមួយនេះខ្ញុំធ្លាប់ជម្រាបទៅដល់ពុកម៉ែបងប្អូនហើយថាយើងកុំឲ្យខាតពេលបងប្អូនច្រើនអញ្ចឹងទៅណាបងប្អូនបាទអញ្ចឹងរឿងរើបាតក្រោមនិងការសម្អាតនិងការដោះការមួខ្ចៅនេះគឺយើងត្រូវមានការប្រុងប្រយ័ត្នដែរបងប្អូនបាទជៀសវាងដាច់ជើងខ្ចៅដាច់អីផាគេអញ្ចឹងទៅបងប្អូនបាទអញ្ចឹងឥឡូវកន្លែងនេះយើងដោះមកដល់កន្លែងបាទម៉ាក់ដបតហើយអញ្ចឹងយើងដោះខ្ចៅកន្លែងនេះដើម្បីលើកម៉ាក់ដបតចេញដើម្បីឲ្យរកមើលបញ្ហាអ្វីដែលមានធ្វើឲ្យយើងដោត connector តលុតនឹងបងប្អូនបាទឥឡូវយើងបាទកន្លែងនេះខ្ញុំលេងបាទដាក់ speed លឿនហើយដើម្បីបញ្ជាក់ដើម្បីពយល់ទៅកាន់ពុកម៉ែបងប្អូនយើងហើយលើកខ្ចៅយើងដាក់មកកន្លែងសិនទៅអញ្ចឹងថ្ងៃនេះអត់ប្រើសម្រាប់ខ្ញុំដូចថាជាការបត់ពិសោធន៍អញ្ចឹងទៅបងប្អូនបាទខ្ញុំប្រើលើផ្នែកសម្លឹងមើល chip បាទវាច្រើន chip ផ្នែកភ្លើងខ្ញុំបញ្ជាក់ជូនបងប្អូនអញ្ចឹងទៅយើងពិនិត្យមើលដោត load connector ហ្នឹងយើងមើលលើផ្នែក chip ភ្លើងកង់ដង់ដែលទទួលភ្លើង 19V ពី connector ហ្នឹងទៅណាបងប្អូនបាទបើសិនជាផ្នែកកង់ដង់វាអត់មានបញ្ហាទេគឺវាអាចបញ្ហាទៅលើផ្នែក buffet អញ្ចឹងទៅបងប្អូនបាទហើយខ្ញុំឃើញថាដូចជាមានដីមានសម្ហោចមានបាទចូលទៅក្នុងនឹងច្រើនណាបងប្អូនអញ្ចឹងកន្លែងដែលយើងបោកសម្អាតនេះគឺយើងប្រុងប្រយ័ត្នដែរអញ្ចឹងទៅបងប្អូនបាទជាវាមានបញ្ហាអ្វីផ្សេងកាត់ឡើងជួនកាលសមាកន្លែងខ្លះអាចមានពុកខ្លាំងទៅបងប្អូនជួនកាលយើងបោកខ្លាំងទៅអាចធ្វើឲ្យយើងរុះគ្រឿងយ៉ាងទៅរុះគ្រឿងគឺវាអាចបង្កទៅជាបញ្ហាបន្តច្រើនមុខទៀតអញ្ចឹងការលាងសម្អាតបងប្អូនជៀសវាងដូចខ្ញុំប្រាប់អញ្ចឹងទីមួយយើងការជៀសវាងយើងប្រើទៅដូចជាសាំងឬក៏ប្រើ spray បាញ់សម្រាប់លាងសម្អាតនេះសម្រាប់តែបាទគ្រឿងណែនធំទេបងប្អូនបើសិនជាយើងគ្រឿងតូចដូចកន្លែងនេះខ្ញុំបង្ហាញអញ្ចឹងយើងជៀសវាងបានយើងជៀសវាងសិនទៅបើសិនវាអត់មានបញ្ហាអញ្ចឹងយើងលើកមើលកន្លែងនេះខ្ញុំឃើញឈីបកង់ដង់មួយបាត់ហើយបងប្អូននេះឈីបកង់ដង់នេះខូចបាត់ហើយបងប្អូនកង់ដង់ផ្នែកវ៉លផ្នែក 19V ណាបងប្អូនបាទវាច្រើនវាខូចទៅលើផ្នែកឈីបកង់ដង់ផ្នែក 19V ហើយខ្ញុំយកតែថ្ម laptop យើងកាជាចាស់ណាបងប្អូនបាទដើម្បីយកមកកែបាទរកមហោអញ្ចឹងទៅតែខ្ញុំយកតែមួយសែលទេដូចជាផ្នែកហ្នឹងដូចជាមួយសែលនេះជា 3V ជាងអញ្ចឹងខ្ញុំគោះមើលផ្នែកផ្សេងទៅខ្ញុំស្ទាបមើលកន្លែងហ្នឹងទៅវាឡើងកម្ដៅឬក៏អត់អញ្ចឹងទៅបងប្អូនណាមួយដូចជាវីដេអូថ្ងៃនេះខ្ញុំចង់រំលឹកទៅដល់ពុកម៉ែបងប្អូនយើងថាកុំបាទផ្លិចជាមួយនឹងវិធីសាស្ត្រចាស់ៗយើងបងប្អូនបាទព្រោះវិធីសាស្ត្រថ្មីក៏យើងមានដែរគ្រាន់តែយើងមើលទៅលើផ្នែកsemantic តែបើ semantic បើយើងបើសិនបើយើងច្បាស់លាស់ក្នុងទៅលើផ្នែកហោះកុំព្យូទ័រយើងដូចថាយើងចាប់បានលឿនអញ្ចឹងបងប្អូនបាទអញ្ចឹងយើងមើលទៅលើ regulator ណាដែលចែកអញ្ចឹងទៅវាចែកជាមួយ regulator វាច្រើនវាខូចទៅលើផ្នែកណាច្រើនអញ្ចឹងទៅអញ្ចឹងកន្លែងនេះខ្ញុំអត់ចំណាយពេលវេលាច្រើនទេបងប្អូនបាទអញ្ចឹងវាខូចកន្លែងនេះជា IC ភ្លើងតែវាប្រើ chip 19V ដែរបងប្អូនបាទ chip កង់ដង់ហ្នឹងអញ្ចឹងវាខូចកន្លែងកង់ដង់ហ្នឹងអញ្ចឹងយើងផ្លាស់ប្ដូរកន្លែងហ្នឹងទៅបងប្អូនបាទតើកន្លែងនេះយើងសម្អាតបន្ថែមទៀតសិនណាបងប្អូនដោយសារតែយើងមើលទៅវាកាលណាតែវាយើងចាប់ប្រើប្រាស់យូរ
ណាមួយដូចជាម៉ាស៊ីននេះមិនចេះគាត់ខូចឲ្យគាត់មិនសូវជាប្រញាប់ប្រញាល់មកធ្វើប្រហែលទេប្រហែលជាគាត់ខូចឲ្យគាត់នៅតុកបាទគាត់តុកសិនអញ្ចឹងណាបងប្អូនបាទតើគាត់ត្រូវការចាំបាច់គាត់យកមកធ្វើអញ្ចឹងទៅបងប្អូនបាទហើយយើងស្អាតបន្ថែមហើយកន្លែងនេះយើងត្រៀមបងប្អូនយើងមានក្បាលមាន់បាទយើងមានស្រោយើងមានសណវាច្រើនខ្ញុំប្រើតែជាមួយនឹងក្បាលមាន់ហើយនឹងសណទេបងប្អូនតែខ្ញុំអត់ចង់ឲ្យសាយភាយចំណាវទៅលើផ្នែកផ្សេងវាបដាធ្វើឲ្យគ្រឿងខ្លះវាត្រូវកំណៅខ្លាំងវាទៅជាខ្សោយអញ្ចឹងណាបងប្អូនបាទអញ្ចឹងហើយកន្លែងនេះខ្ញុំស៊ូមឲ្យបងប្អូនងាយមើលបន្តិចហើយហេតុអីក៏ខ្ញុំចាប់បានលឿនអញ្ចឹងណាបងប្អូនបាទដោយសារតែបទពិសោធន៍យើងកន្លងមកយើងដឹងច្រើនទេបងប្អូនអញ្ចឹងកន្លែងនេះដាក់សណហើយមកមន់ផ្សារយើងដើម្បីផ្សារដោះចេញមកហើយក៏សូមអធិស្ឋានទៅដល់ពុកម៉ែបងប្អូនសម្រាប់ខ្ញុំបាទជាងជនបទសុខស្រែហ្នឹងហើយអញ្ចឹងតែមានសំឡេងរំខានចូលអីបាទមានសំឡេងសត្វសំឡេងអីចឹងតើបងប្អូនបាទក៏សូមអធិស្ឋានទៅដល់ពុកម៉ែបងប្អូនក៏ដូចជាមិត្តជាងយើងហើយក៏ខ្ញុំខានចេញវីដេអូយូរដែរតែថ្ងៃនេះខ្ញុំមើលដោយសារតែការងារយើងវាសឹងថារាល់ថ្ងៃបងប្អូនអញ្ចឹងអាការស្ពតជំនាញរបស់យើងហ្នឹងគឺយើងដឹងហើយបងប្អូនបាទអញ្ចឹងវាឆ្លងទៅលើ chip ផ្នែក19 វ៉ុលហើយនេះខ្ញុំប្រាប់បងប្អូនចំអញ្ចឹងបងប្អូនដែលបានចូលរួមទស្សនាទេបាទកុំភ្លេចចូលរួមថ្ងៃនេះបាទមានវីដេអូដើម្បីចែកម្លែករដងបងប្អូនឃើញពីច្រើនខូច chip ទៅលើផ្នែកដូចជាផ្នែក3 វ៉ុល 3ហើយនិងផ្នែក5 វ៉ុលជាផ្នែក recorder មួយដើម្បីបញ្ជាភ្លើងទៅលើជើង CPU ហើយនិងភ្លើង key ហើយនិងផ្នែកភ្លើង PCB អញ្ចឹងភ្លើងកន្លែងនេះគឺវាមានបញ្ហាដែលវាមានឆ្លង chip 19 វ៉ុលនេះបាទបងប្អូនអញ្ចឹងវាមិនប្រកាសថាមកតំបត់មួយវាខូចកន្លែងដដែលរហូតទេបងប្អូនអញ្ចឹងខ្ញុំប្រាប់បងប្អូនអញ្ចឹងបងប្អូនត្រូវស្វែងយល់ថាកន្លែងណាមានភ្លើងផ្នែកប្រមាណវ៉ុលកន្លែងណាមានភ្លើងផ្នែកប្រមាណវ៉ុលអញ្ចឹងទៅបងប្អូនបាទហើយក៏សូមខន្តីអភ័យទោសទៅដល់ពុកម៉ែបងប្អូនយើងក៏ដូចជាមិត្តជើងយើងបាទដោយសារតែបាទរយៈនេះខ្ញុំអត់បានចេញវីដេអូសោះបងប្អូនបាទមានបងប្អូនយើងខមមិនច្រើនដែរហើយក៏មានអ្នកបងប្អូនយើង view ពីបញ្ហាវីដេអូដែលខ្ញុំធ្វើដើម្បីបញ្យល់ដើម្បីប្រាប់បងប្អូនទៅកាន់បងប្អូនច្រើនដែរអញ្ចឹងកន្លែងនេះខ្ញុំសាងកង់ឡើងបានមួយយកមកដូរបងប្អូនបាទធម្មតាបើយើងមិនផ្លាស់ប្ដូរបងប្អូនយើងអាចមិនដាក់បានតែក្នុងករណីមួយធ្វើឲ្យវាកើនកម្ដៅពូកង់ឡើងវាច្រោះចរន្តនិងផ្ទេរចរន្តដើម្បីឲ្យវាមានស្ថិរភាពកន្លែងហ្នឹងអញ្ចឹងណាបងប្អូនហើយកន្លែងនេះយើងប្រើបាទនិយាយទៅលក្ខណៈបែបហេតុអីយើងចង់និយាយថាអញ្ចេះវិញខ្ញុំត្រឡប់ចង់ត្រឡប់ឲ្យបងប្អូនស្ដាប់ថាហេតុអ្វីយើងធ្វើបែបដោយដៃទោះបីសម័យបច្ចេកវិទ្យាដើរលឿនដល់ណាដល់ណីហើយតែយើងនៅធ្វើបែបសាមញ្ញប្រើក្បាលមាន់ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនថាកាពិតការងារអស់នេះវាធ្វើសំខាន់គឺយើងរកគោលដៅឲ្យឃើញទេបងប្អូនមិនមែនទៅលើឧបករណ៍ទេបងប្អូនបាទអញ្ចឹងខ្ញុំចង់បញ្ជាក់ប្រាប់លើបងប្អូនអញ្ចឹងសំខាន់លើការរបស់យើងថាការអនុវត្តរបស់យើងលើផ្នែកយើងស្គាល់ផ្នែកបាទខ្ញុំយកចង់ទល់វិសមួយក្បាលមាន់មួយខ្ញុំអាចធ្វើបានអញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនដែរបាទអ្នកមិនទាន់ចេះសោះឬក៏បងប្អូនដែលមានចំណេះខ្លះហើយបងប្អូនដែលគាត់មានជំនាញខ្ពស់ជាងខ្ញុំក៏សូមអធិស្ឋានទៅដល់បងប្អូនទាំងអស់គ្នានេះជាគ្រាន់តែវីដេអូដើម្បីចែកម្លែកនៅចំណេះដឹងតែថ្មីសម្រាប់ថាយើងចាប់អាជីពបាទជាជាង hardware បាទជាង hardware ខ្ញុំដឹងថាបងប្អូនមួយចំនួនគាត់អាចទិញអីវ៉ាន់បានយកមកផ្លាស់ប្ដូរពីក្រៅស្រុកទៀតអញ្ចឹងខ្ញុំគិតថាបើយើងអាចធ្វើបានដោយខ្លួនឯងឬក៏យើងអាចថាយើងធ្វើជូនអតិថិជនគឺការចំណាយពេលវេលាគឺតិចចំណេញពេលវេលាច្រើនហេតុអីខាងបងអូននិយាយចឹងបងអូនចង់បញ្ជាក់ថាយើងធ្វើទៅយើងអាចប្រើបានបន្តទៀតហើយទី2ឯកសារបងប្អូនគឺអត់បាត់ទេហើយបើសិនបើយើងអាចថាយើងទិញមករបបថ្មីឬក៏យើងទិញយកមកថ្មីយកមកផ្លាស់ប្ដូរគឺយើងចំណាយពេលវេលាច្រើនណាបងប្អូនចំណាយពេលវេលាច្រើនហើយក្នុងការរងចាំយូរទៀតមិនមែនថាយើងក៏មកមួយថ្ងៃឬពីរថ្ងៃបានភ្លាមទេបងប្អូនព្រោះបើសិនជាដល់ដំណាក់កាលនេះអានេះជាថាយើងអាចមើលបានយើងអាចធ្វើបានយើងធ្វើទៅតែបើថាលក្ខណៈយើងធ្វើឡើងបានអាហ្នឹងទៅតាមអ្វីដែលតម្រូវការរបស់អតិថិជនភាសាថាគាត់ចង់បានអ្វីដែលប្រើប្រាស់ពីមុនរបស់គាត់ចង់បានមកវិញអញ្ចឹងកន្លែងនេះខ្ញុំបញ្ជាក់ថាការជួសជុលទៅលើ hardware នេះសំខាន់ដែរបងប្អូន
tí múa dương trong ban chùm lệnh phê và lê hát chùm này cho thạp ca tích bà chẳng nhá thơ ta ta bạp hạt viên thì tưởng bà bỏ phồn tại bà khôi program cứ program mấy thác hạt không hoặc miên chùm niên hạt program để bỏ phồn miên bỏ phồn tại cơ xâm hiệp khiếm thì trở những cho chất phơ này cho hạt viên tràn chiêng của hạt viên vì chi chùm niên sắp vào nhóm chia hai chia mà pay cho nam chia ngay bỏ phồn bà vì nhóm nơi tập to thơ còn hai năm nơi chạy lấy cái đó côn khmai dưỡng bà lực thực chất ở côn khmai chẳng ai tháng nhưng ai thơ ban từ lơ này hạt ve chăm bạch ấy dương lực đồ mập te rồi còn mập te chẳng cả lại nít chứ nhóm bị chết hà cứ miên đầm nại ca lao với nhau bom bồn mà chân cái xôm khăn tay ở phải tô từ đó phong mai bom bồn rồi việc bịch mình xăm rung bằng trong cái xôm khăn tay bị rồi việc bịch mình xăm rung nè muôi tại vậy tôi coach con từ căn phong mai bom bồn vô cả lại đại khối cứ nhóm bị chết hàng vì mình bật có thá từ lời này ta tầm mùi tê bom bồn té thay đấy nhưng bị chết bạc bom bồn nè hai ấy còn dương đạp đạp tờ tới dương đọt sai khởi tờ dương chụp phơi châu hạt ấy có lột sai phơi ở năng xạ dương trắng là bom bồn trắng và những hai nó vì ai chơi mình nó sai thì môi thì pi thì bay thì buồn mình men ha ta môi đồng nạ cay dương và thà ok mà rồi phi rồi tí tại ngàyนี้còn ha dương thưa ban ok mà rồi phi rồi được sai ấy dương miến bảo cái sót nó mình chấm đi ai vô đang khla thà ó mà sân nhóm khôi cái lại này dương thôi chấm này về lấy hai chấm này thảm cả tịch được sai dương chưa cho từ mà đã bọt hay khôi ní nhung ra phải chạy từ lời bom ôn mà đo hai mà đo tiền chắc nhung ra thập này ní chỉ này đã khôi ní thì khôi này lớn đọc làm buồn vó bà châu mà đã bọt chẳng dương mực sai mực snap mực sao mực cho lao bên bom ôn chỉ viếng click cho click sao kia bom ôn mà lại ní chẳng đau tôi tay trong máu chừng thôi tay ok mà rồi phía rồi hái dương thôi tay cho mùi năng